សង្ឃតែងតែពឹងផ្អែកទៅលើកុហកទៅលើកុហកចនិចដោយសារពុទ្ធសាសនាក្តីក៏ដូចជាព្រះសង្ឃក្តីរស់បានក៏ដោយសារអាស្រ័យពុទ្ធបរិស័ទទាំងឡាយទាំងពួងឧបត្ថម្ភនៅក្នុងការងារកិច្ចផ្សេងៗដូច្នេះហើយនៅក្នុងខេត្តបៃលិនរបស់យើងអ្វីត្បិតតែមិនមានព្រះសង្ឃច្រើនអង្គដូចខេត្តដទៃមែនក៏ប៉ុន្តែការយកចិត្តទុកដាក់របស់លោកជំទាវបណ្ឌិតអភិបាលនៃគណៈបាខេត្តអាដាមលោកជំទាវអភិបាលរងមន្ត្រីរាជការគ្រប់ឋានានុក្រមតាមមន្ទីរក៏តែងតែខ្វាយខ្វល់ក្នុងកិច្ចការរស់នៅអាស្រ័យរបស់ព្រះសង្ឃតាមវត្តនីមួយៗជារៀងរាល់ឆ្នាំលោកតែងតែខ្វាយខ្វល់ជួបទុកទុកចំពោះព្រះសង្ឃដែលមានការសិក្សារៀនសូត្រគ្រប់វត្តអារាមដែលមានបើកពុទ្ធិកសិក្សាតែឡែកនឹងជាពិសេសនៅក្នុងវត្តរតនសភ័ណ្ឌហៅវត្តកងកាងរបស់យើងនេះក៏មានការបើកនៅបវេសនកាលឆ្នាំនេះគឺឆ្នាំសិក្សា2021-2027ដែលមានសាមណសិស្សសរុបរួមចំនួន384អង្គចូលរួមនៅក្នុងការបើកបវេសនកាលនិងការសិក្សារៀនសូត្រក្នុងឆ្នាំនេះសង្ឃឹមថាបដិជនប្រសង់សាមណសិស្សគ្រប់ព្រះអង្គពិតជាយកចិត្តទុកដាក់នៅក្នុងបតីការសិក្សារៀនសូត្រក៏ដូចជាសម្ដេចព្រះអាដាមវង្សាលោកបានមានសម្ដីកាប្រកាសណែនាំប្រាប់ហើយថារឿងហ្គេមគួរតែកាត់បន្ថយឬកាត់យ៉ាងស្រស់កាលណាយើងវក់ហ្គេមខ្លាំងពេកវាឲ្យវាស្លងយកទៅអីស្លងកៅអីតែសំពះកូនយកត្រេតាំងមួយហ្នឹងសំពះកូនចាស់គេបានឲ្យហ្នឹងគឺក្បាលលោកប្រកាសលោកយំដោះលោកមកឲ្យលោកមិនអស់លុយអានេះមិនខ្ញុំគណៈខ្ញុំជំនួសឲ្យគណៈចាត់តាំងកម្មវិធីគ្រប់គ្រងនៃការបើកបវេសនកាលឆ្នាំសិក្សា2026-2027សូមការអនុមោទនាចំពោះលោកគ្រូចារិកានៅខាងស្រុកសាលាក្រៅទាំងអស់ដែលបានចូលរួមតាមរយៈប្រគំមេគុណក៏ដូចជាប្រគំបលាត់គុណសរុបបច្ច័យរួមចំនួន1,400,000 រៀលអានេះនៅក្នុងដៃខ្ញុំគណៈអាត្មា1,400,000 រៀលដើម្បីឧបត្ថម្ភកម្មវិធីថ្លៃរោងថ្លៃអតិថិថ្លៃទឹកថ្លៃអីផ្សេងលាក់ហ្នឹងណាសាលាសក៏ថ្លៃអីផ្សេងលោកគ្រូបលាត់លោកអ្នកគ្រូស្តែងតាមការទូណាសូមអនុមោទនាសូមអរព្រគុណណាលោកគ្រូពូអាចសោទេអរណាមានអីទៀតអត់ទៅចាស់វិញឆ្នាំនេះសូមសួរចារិកាមេត្តាជំរុញដល់សាមណសិស្សឲ្យចូលរៀនផងកណាសាមណសិស្សគ្រប់អង្គសូមជំរុញឲ្យចូលរៀនផង
កុំឲ្យសឹងឡើងពេកណាសូមមេត្តាជំរុញហើយជំរុញទៀត